គិតរឿងព្រំដែនផងកុំគិតតែរឿងលក់កាបូបនឹងពេកបាទតាំងពីផ្ទុះរឿងព្រំដែននឹងមកវីដេអូខ្ញុំឃើញមានអ្នកអីខមមិនបែបហ្នឹងពី2នាក់ដែរអ្នកខ្លះថាអីស្ដាប់គាត់បន្តិចញោមគេខ្វល់រឿងព្រំដែនគ្រប់គ្នាខ្ញុំម្នាក់ខ្វល់ទៅរឿងលក់កាបូបរឿងប្រម៉ូសិនរឿងអីចឹងទៅបាទប្រយ័ត្នតិចទៀតអស់ប្រទេសអស់ដីអីចឹងទៅបាទហើយខ្ញុំចង់ប្រាប់ទៅវិញថាខ្ញុំរាល់ថ្ងៃបាទខ្ញុំជាអ្នកផលិតកាបូបបាទផលិតខ្សែក្រវ៉ាត់ផលិតស្បែកជើងអីចឹងទៅបាទហ្នឹងហើយនៅក្នុងស្រុកខ្មែរបាទខ្ញុំមិនមែនជាកងកម្លាំងឬក៏ជាទាហានការពារព្រំដែនទេបាទហ្នឹងហើយចឹងណាបាទហើយមកខមមិនបែបហ្នឹងដាក់ខ្ញុំវាទៅជាឃ្លាវឆ្កុយបាទហើយបាទវាអត់មានន័យអីទេមកខមមិនដាក់ខ្ញុំចឹងបាទខ្ញុំជាទាហានអ្នកការពារព្រំដែនហើយខ្ញុំមកធ្វើកាបូបលក់កាបូបទេអាហ្នឹងបានបងគួរខមមិនថាព្រំដែនអត់ទៅមើលអត់ទៅការពារមកធ្វើកាបូបបាទមកលក់កាបូបហ្នឹងហើយអាហ្នឹងមកវាសមបាទចឹងណាបាទហើយខ្ញុំទៅមកខមមិនអញ្ចឹងវាអត់ត្រូវបាទអត់ត្រូវរឿងទេបាទហើយអារឿងប្រទេសជាតិបាទអ្នកណាក៏គេអីគិតដែរបងបាទគេគិតដូចគ្នាតាបាទចូលគេមិនបង្ហាញឲ្យឃើញបាទហើយខ្ញុំឃើញខមមិនខ្លះគាត់ថាអញ្ចឹងបាទអត់ខ្វល់រឿងប្រទេសជាតិខ្វល់តែរឿងអីផលប្រយោជន៍ខ្លួនឯងអីចឹងទៅបាទហើយខ្ញុំចង់សួរទៅវិញថារាល់ថ្ងៃហ្នឹងផ្ទុះសង្គ្រាមឯនៅបាទផ្ទុះសង្គ្រាមឯនៅបាទរាល់ថ្ងៃហ្នឹងថ្នាក់ដឹកនាំមានខ្វះកងកម្លាំងការពារឯនៅបាទដូចអត់មានតន់គេប្រកាសទេបាទអត់តន់ប្រកាសទេបាទអញ្ចឹងយើងអ្នករ៉ូស៊ីធម្មតាទៅបាទហ្នឹងហើយយើងធ្វើនឹងធម្មតាសិនទៅចាំពេលដែលមានអាសន្នមកដល់បាទគេប្រកាសវឹបចាំយើងបាទបង្ហាញពីឆន្ទៈរបស់យើងដែលយើងស្រឡាញ់ប្រទេសជាតិប៉ុណ្ណាបាទយើងស្រឡាញ់ទឹកដីយើងប៉ុណ្ណាបាទហើយខ្ញុំឃើញរាល់ថ្ងៃអ្នកខ្លះអី share បាទពេលបងកងតបបាទគាត់ចល័តទីតាំងគាត់វិញទៅថតអាសកម្មភាពនឹងហើយគាត់ share caption ពីលើនឹងទៅបាទបើជាតិត្រូវការពេលណាខ្ញុំស្ម័គ្រចិត្តអីចឹងទៅបាទខ្ញុំថាមិនបាច់ថតល្អជាងបាទពេលបងខ្លះថតពីសកម្មភាពកងតបចល័តចុះឡើងនឹងបាទហ្នឹងហើយយើងថតចឹងបង្ហាញវាមិនល្អទេបាទវាមិនល្អទេកុំឲ្យសត្រូវគេឃើញព្រោះគេថតទេអ្នកខ្លះនិយាយអញ្ចឹង share អញ្ចឹងបាទគាត់បង្ហាញពីឆន្ទៈនឹងការស្រឡាញ់ទឹកដីស្រឡាញ់ជាតិរបស់គាត់បាទហើយអ្នកខ្លះទៀតគាត់ថតគាត់បង្ហាញបែបហ្នឹងបាទអីគ្រាន់តែចង់បាន like បាទចង់បានផលប្រយោជន៍អីចឹងទៅបាទហ្នឹងហើយចង់បាន like បាន view ចឹងទៅបាទហ្នឹងហើយចំណុចហ្នឹងគឺមានច្រើនអ្នកដែលធ្វើដើម្បីតែចង់បាន like បាន view បាទហើយនៅមួយទៀតអ្នក share អ្នកអីអញ្ចឹងហ្នឹងបាទគាត់ធ្វើព្រោះតែគាត់ខឹងបាទដែលកងទ័ពសៀមអីឆ្លៀនពៀនផ្ទុះអាវុធបាទនៅព្រំដែនហ្នឹងគាត់ធ្វើព្រោះគាត់ខឹងបាទគាត់ចង់តែចូលទៅធ្វើទៅបាញ់ភ្លាមអញ្ចឹងទៅបាទហ្នឹងហើយគាត់ធ្វើគាត់ share តាមអារម្មណ៍របស់គាត់អញ្ចឹងទៅខ្ញុំនិយាយហ្នឹងមិនមែនថាខ្ញុំមិនមែនតែខ្ញុំអាត្មានិយមមិនស្រឡាញ់ទេជាតិខ្ញុំទេបាទតែខ្ញុំមើលជាក់ស្ដែងបាទត្រឹមត្រូវយើងមិនបាច់ចាំទៅដកដាវឲ្យគេមើលថាដាវយើងមុតប៉ុណ្ណាទេបាទយើងចាំតែដល់ពេលដែលយើងត្រូវប្រើយើងហូតមកប្រើហ្មងបាទតែតើដាវយើងវាមុតប៉ុណ្ណាអាហ្នឹងឲ្យឃើញអត់ចេះព្រុសច្រើនទេអញ្ចឹងបើយើងមានចិត្តមានឆន្ទៈក្នុងការស្រឡាញ់ទឹកដីបាទយើងចាំមើលស្ថានភាពជាក់ស្ដែងកលៈទេសៈជាក់ស្ដែងបាទហើយតែពេលគេត្រូវការយើងមិនបាច់ចាំបងថាអីត្រូវការពេលណាស្ម័គ្រចិត្តទេបាទទោះយើងមិនស្ម័គ្រចិត្តក៏គេមកចាប់យើងឲ្យទៅធ្វើដែរបាទហ្នឹងហើយអញ្ចឹងបាទអញ្ចឹងយើងមិនបាច់ចាំថាយើងអីស្ម័គ្រចិត្តទេយើងអត់ស្ម័គ្រចិត្តក៏គេនៅតែចាប់យើងយកទៅធ្វើដូចគ្នាបាទហ្នឹងហើយហើយពេលឱកាសមិនទាន់មកដល់បងចង់មិនក៏នៅតែធម្មតាទេបាទវាអត់ទាន់បានធ្វើអីទេបាទចង់ទៅបាញ់គេចង់ទៅបាញ់ព្រាមអីបាទអត់កើតទេបាទចាំឆន្ទៈធ្វើសង្គ្រាមនេះអារឿងសង្គ្រាមនេះមួយមិនមែនលបែងលេងមិនមែនក្នុងហ្គេម Free Fire ទេបាទហ្នឹងហើយអត់ចេះបាញ់អត់ចេះអីសោះទៅលេងកើតទេបាទគឺយើងសិតតែមានក្បួនមានយុទ្ធសាស្ត្របាទយ៉ាងហើយណាក៏ចេះកាន់កាភ្លើងចេះប្រើកាភ្លើងដែរហើយដល់អ្នកខ្លះមិនដឹងចេះកាន់កាភ្លើងប្រើកាភ្លើងមិនដឹងផងឲ្យចេះតែ share ទៅបាទចេះតែចង់ទៅធ្វើសង្គ្រាមបាទហើយសួរថាទៅមិនបាទយកជីវិតទៅឲ្យគេបាញ់លេងបាទជីវិតយើងមិនមែនមាន4មាន5ទេបាទហើយក៏មិនមែនមាន2ដែរមានតែ1ទេមុននឹងលះបង់ឲ្យវាមានតម្លៃឲ្យវាចំគោលដៅបាទជីវិតមានតែតែសម្រាប់ខ្ញុំបាទបើប្រទេសលះបង់ឲ្យវាចំមានសង្គ្រាមពេលណាបាទហ្នឹងហើយប្រទេសជាតិថ្នាក់ដឹកនាំត្រូវការពេលណាខ្ញុំនឹងចូលភ្លាមបាទចូលភ្លាមបាទឲ្យតែសភាវុធឲ្យតែបាយនោះបាទមានតែបាយហូបបានហើយមិនបាច់មានប្រាក់ខែមិនបាច់មានអីទាំងអស់បាទហ្នឹងហើយយកទៅប្រវឹកយកទៅបង្ហាត់បង្រៀនឲ្យតែបានមួយខែពីរខែចេញបាញ់បដ ாய் ក៏បានដែរបាទមិនមែនយើងទៅលងមូលបាទខ្ញុំឃើញបងខ្លះ share ចង់ទៅបាញ់ជាមួយគេតាមអារម្មណ៍ដែលខឹងបាទដល់ពេលដែលគេឆ្លៀនពៀនបាទ
ហើយយើងខឹងយើងចង់ទៅភ្លាមបាទយើងយកជីវិតយើងទៅឲ្យគេបាញ់លេងបាទអាហ្នឹងយើងចោលអត់ន័យបាទអញ្ចឹងយើងកុំធ្វើអញ្ចឹងហើយបើថាវាមិនទាន់មានអីទេបាទយើងមើលចាក់ស្ដែងសិនទៅអ្នករស់ស៊ីអីរស់ស៊ីហ្នឹងសិនទៅបាទហើយដូចបងរស់ស៊ីអីរាល់ថ្ងៃហ្នឹងបាទរស់ស៊ីហ្នឹងសិនទៅកុំបាច់គិតបាច់ខ្វល់ខ្លាំងពេកបាទថ្នាក់ដឹកនាំយើងគាត់ចេះគិតជាងយើងទៅទៀតបាទហ្នឹងហើយខ្លាំងជាងយើងទៅទៀតអញ្ចឹងយើងរស់ស៊ីអីរស់ស៊ីហ្នឹងសិនទៅបាទប្រយ័ត្នតែក្រមានបញ្ហាតិចតួចបាទនៅដេកគិតដេកខ្វល់មិនគិតរស់ស៊ីឬក៏ការងារដែលជាប្រចាំថ្ងៃរបស់យើងគិតតែរឿងហ្នឹងបាទតែរឿងហ្នឹងមិនទាន់មានអីបញ្ហាអីផងបាទមិនទាន់នឹងផ្ទុះផងដល់ពេលយើងគិតចឹងពេកវាអាចនឹងដាច់ពោះមិនទាន់បានសង្គ្រាមច្បាំងផងបាទមិនទាន់មានសង្គ្រាមផងងាប់បាត់មុនសង្គ្រាមទៀតបាទវាអាចចឹងណាបាទហ្នឹងហើយជម្រាបដល់ខ្ញុំមានតែប៉ុណ្្នឹងហើយបាទសម្រាប់បងប្អូនដែលបានឃើញកុំភ្លេចជួយ like និង share ម្នាក់មួយផងបាទអរគុណច្រើន